បាទអញ្ចឹងខ្ញុំសូមបង្កើត package ថ្មីដើម្បីងាយស្រួលក្នុងការយើងធ្វើតេស្តទាំងអស់គ្នាអញ្ចឹងខ្ញុំដាក់ថា abstract class abstract and interface បាទអញ្ចឹងបើតាមមេរៀនយើងនៅលើក្តារខៀនយើងត្រូវបង្កើតអីមុនបង្កើត abstract class មុនគេអញ្ចឹង abstract class របស់យើងហ្នឹងគឺឈ្មោះថា animal អូខេអញ្ចឹងកន្លែងនេះយើងដាក់ថា animal បាទយើងមិនចាំបាច់ប្រជិតថ្មីក៏បានឲ្យតែយើងមាន package ថ្មីទៅយើងអាចប្រើបានហើយណាបាទហើយចាំចុងបញ្ចប់ខ្ញុំអាច copy មក folder នឹងឲ្យយើងក៏បានដែរគ្នាយើងយកទៅព្រោះខ្ញុំនៅក្នុងហ្នឹងឲ្យវាត្រូវជាមួយនឹងវីដេអូតែម្ដងណាអូខេអញ្ចឹងនៅក្នុងclass នេះ default វាបង្កើតមកវាមិនមែន abstract ទេឃើញទេដូច្នេះយើងត្រូវថែមវា abstract អូខេតោះណាបាទឥឡូវខ្ញុំមាន method មួយតាមមេរៀនរបស់យើងគឺ method abstract គឺថា void it អញ្ចឹងណាបាទអញ្ចឹងបន្ទាប់មកទៀតយើងបង្កើត class អីបង្កើត interface សិនណាបាទ new យើងយក Java class ដដែលប៉ុន្តែយើងដាក់ថា flyable finish អញ្ចឹងគឺថានៅកន្លែងនេះវា default វាខ្លះយើងត្រូវដូរវាដាក់ថាជា interface វិញបាទអញ្ចឹងគឺថា public abstract void fly ណាអត់មានបញ្ហាទេប៉ុន្តែយើងក៏អាចលុបចោលបានដែរដូចខ្ញុំបាននិយាយអញ្ចឹងគឺថា abstract គឺវា by default តោះណាបាទយើងលុបចោលក៏បានដែរអត់បញ្ហាមិនន័យថាវាគឺជា abstract ហើយឥឡូវខ្ញុំបង្កើត class មួយទៀតគឺនិយាយអំពី class អីយើងនិយាយពី class dog ណាអញ្ចឹងគឺថា dog របស់ខ្ញុំគឺវា extend ពីអី extend ពី animal បាទគ្រាន់តែយើងសរសេរប៉ុណ្ណឹង sorry សរសេរប៉ុណ្ណឹងគឺមាន error កើតឡើងហើយពីព្រោះហេតុអីបានវា error យើងមានឃើញវីដេអូរបស់យើងពីមុនដោយសារតែយើងអត់បាន implement method របស់ animal method របស់ animal គឺ method it យើងត្រូវ override លើវាមែនទេអញ្ចឹងគឺយើងអាចយើងប្រើ shortcut លើហ្នឹងក៏បានយើងចុច control space ហើយ control space ហើយយើង scroll មករក it នេះ it ឃើញទេអញ្ចឹងគ្រាន់តែយើង enter ទៅគឺវាសរសេរឲ្យអញ្ចឹងយើងលុបនេះចោលមកហ្នឹងមានន័យថាយើង override ហ៎អញ្ចឹងកន្លែងនេះ doc ធ្វើម៉េច s out tape ស្មើនឹងយើង system out dot print line ណាអញ្ចឹងរបៀប it របស់ doc អីគេកកេណាហើយនឹងទំពីឧទាហរណ៍ខ្ញុំចោះឃើញទេ doc ឃើញទេបាទខ្ញុំដាក់ចេះទៅdoc it doc eating គឺកកេហើយនឹងទំពីណាបាទឥឡូវខ្ញុំសាកល្បងបង្កើតtest មួយ demo មួយមកថាខ្ញុំដាក់ថា demo ណា public static void main sorry យូរយើង typing ណាឥឡូវខ្ញុំលុបចោលខ្ញុំប្រើ shortcut វិញ public static void main tape អូខេបាទ animal dot មក new dot ដោយសារតែ class dot ដូចជា sub class របស់ animal ដូច្នេះយើងអាចយក animal ជា data type បានអញ្ចឹងណាអញ្ចឹងយើងនិយាយថាអាមួយនេះគឺជា animal ទេគឺជា animal ណាបាទអញ្ចឹងយើងអាចនិយាយបានថា dot it
Chân dương run sạc mưa tới run dương right click lên demo hay dương vô run file rồi cái dương này có dương check shortcut là lên shift F1 của bạn chân dương khơi là cái part chúng ta dot editing ok này nè lấy thôi được dùng bậc cao class 10 tiền snake chẳng đấy nè cua còn mai không nữa và anh ấy snake nó nung nhằm lên nhỉ snake KI để pu ho đó này anh sẽ chỉ ăn lên không ok cho anh ấy cứ extend này đã extend ấy anymore chẳng ấy chẳng đâm bay override mấy dân phương mấy giờ control space hay dân scroll cho mà ít nó mà hay dân lúc solo như cháu nè chẳng s áo thép cua hay mấy rất thái snake eating we have rất dan lên trong này đấyนี่คือหาทาภาษาอังกฤษแขกเพลงกานะ unofficial English จังยิงตัวเดโมลองวิ่งខ្ញុំអាចបង្កើតចេះបានខ្ញុំអាចបង្កើត snake clan new snake ខ្ញុំក៏អាចយក data type ជាខ្លះបើវាជា data type ក៏បានដែរប៉ុន្តែថាបើយើងប្រើជា animal ជា type វាល្អជាងវាល្អជាងព្រោះវាជាលក្ខណៈ polymorphism យើងត្រូវប្រើអញ្ចឹងទម្លាប់ទៅអញ្ចឹង plan .it អញ្ចឹងខ្ញុំរានចុច shift F6 ណាឃើញទេ snake eating red dan late យើងឃើញទាំងអស់គ្នាអូខេឥឡូវតមួយទៀតខ្ញុំបង្កើត class មួយឈ្មោះថា eagle សាក់ entry ណា extend animal បាទ typing លឿនតិចទៅ control space hit ព្រោះយើងច្រើនដងហើយណាចេញ s out equal ទីគឺថាចាក់ចាក់ dan លេខមកចាក់ឲ្យมันលេខណោះបាទឧទាហរណ៍បាន3ដងអញ្ចឹងឧទាហរណ៍ថា animal equal run equals eating chất đến liền khơi ok ប៉ុន្តែអ្វីដែលយើងចង់បានគឺថាយើងចង់ឲ្យមួយនេះវាចេះ fly មែនទេចឹងបើសិនជាយើងចង់វា fly យើងអាចថែមនៅក្នុងហ្នឹងក៏បានដែរ public y fly so equals is flying អញ្ចឹងពេលយើង run ទៅគឺ equal is flying ហើយបញ្ហាណោះអញ្ចឹងតើយើងដូរនេះមកវិញពីព្រោះ animal ទាំងអស់កាលណាយើងសរសេរបែបហ្នឹងមានន័យថាគ្រប់ animal ទាំងអស់ fly ប៉ុន្តែធៀបពិតដោយសារតែ animal អត់មាន fly មានតែ eagle ទេ fly អញ្ចឹងដូច្នេះវាត្រូវតែជា eagle របស់វាវិញបានអាច fly បានបើយើងដាក់ animal មានន័យថាយើងចង់ឲ្យ animal ទាំងអស់ fly យើងនិយាយមានន័យថាគ្រប់ animal ទាំងអស់ fly eagle ពិតជា animal មែនប៉ុន្តែមិនមែនគ្រប់ animal fly ទេដូច្នេះ data type របស់វាមិនមែន animal ទេវាត្រូវតែជា eagle តើណាយើងមានចាប់អារម្មណ៍មើល line ទី24នេះឃើញវាដូរ error មិនយ៉ាងណាអញ្ចឹងគឺយើង eagle វិញទៅដាក់ RAM មែនអត់ហេប៉ុន្តែអ្វីដែលយើងសំខាន់យើងក្នុងមេរៀនយើងមិនមែនចង់និយាយអំពី
យើងថែម fly method មួយនៅក្នុង eagle ទេយើងអត់ចង់និយាយថាយើងថែម fly method មួយក្នុង eagle ទេគឺថាយើងចង់បង្កើត interface មួយនេះ flyable នេះដើម្បីយើងមក implement វានេះតើយើងត្រូវធ្វើយ៉ាងម៉េចគឺយើងត្រូវ implement flyable អញ្ចឹងបើយើង implement flyable យើង control space យើងយក fly នេះ implement នេះ fly ណា flying ចឹងហ៎អញ្ចឹងយើងមក demo វិញពេលដែលយើងមក demo សួរថាតើកន្លែងនេះយើងអាចប្រើ data type ជា animal បានទេក៏អត់បានដែរពីព្រោះមិនមែនគ្រប់ animal ទាំងអស់ចេះ fly ទេអញ្ចឹងខ្ញុំអាចនិយាយថាអញ្ចឹងខ្ញុំអាចនិយាយបានថាflyable បានទេគ្រប់ flyable ទាំងអស់គឺចេះ fly ប៉ុន្តែអត់ចេះ eat ទេមែនឬមិនមែនមែនអត់ដូច្នេះកាលណាយើងធ្វើបែបនេះគឺយើងបើយើងយកជា flyable យកជា eat ប៉ុន្តែបើវាជាអីមកអត់ចេះ fly ទេអញ្ចឹងទៅធ្វើយ៉ាងម៉េចអញ្ចឹងគឺត្រូវតែវានៅតែជា eagle ដដែលហើយបើយើងចង់ឲ្យ advance ពីលើនេះទៀតយើងត្រូវតែមាន object ហើយយើងត្រូវមានគេហៅinterface 2ណា interface 2ឥឡូវយើងអាចថាធ្វើជា interface 2 interface មួយគេ itable មានសត្វដែលអាច it បានខ្លះវាអត់ it ទេវាបញ្ជូនអីផ្សេងឧទាហរណ៍ណាប៉ុន្តែអញ្ចឹងយើងមិនចាំបាច់ដល់ advance ប៉ុណ្ណឹងទេយើងគ្រាន់តែមេរៀនរបស់យើងខ្ញុំចង់បង្ហាញថាពីការប្រើប្រាស់ interface គឺបែបហ្នឹងបាទណាយល់ណាអញ្ចឹងយើងឃើញទាំងអស់គ្នាយើងចេះប្រើ extend ហើយនឹងimplement ណាអញ្ចឹងយល់បានទេយើងបាទ